ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់លើកមកម្ហូបមួយចង់បង្ហាញអំពូមីងទស្សនាថ្ងៃនេះនាងខ្ញុំបានសម្លកកូរតើវិធីស្លកកូរបែបណាឲ្យឈ្ងុយឆ្ងាញ់បងប្អូនកុំភ្លេចទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយនាងខ្ញុំមានបន្លែស្លកកូរហើយនាងខ្ញុំទិញនៅផ្សារចំនួនកន្លះគីឡូចំពោះបន្លែបៃតងនាងខ្ញុំមានអង្គាសដីស្លឹកងប់ហើយនិងស្លឹកម្រុំពោះត្រីនាងខ្ញុំប្រើត្រីអណ្ដែងនិងសាច់ជ្រូកហើយអង្ករលីង2ក្រចប់ចំពោះប្រហុកនាងខ្ញុំប្រើ3ស្លាបព្រាបាយចំពោះគ្រឿងនេះនាងខ្ញុំទិញមកពីផ្សារហើយនាងខ្ញុំបុកខ្ជាយក៏ដូចជាខ្ទឹមសបន្ថែមផងដែរមុនដំបូងគេខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់ចូលចាប់ផ្ដើមយកគ្រឿងដែលយើងបុកហ្នឹងគ្រឿងដែលយើងបុកមានស្លឹកក្រូចលក្រីរំដេងខ្ទឹមសហើយនឹងខ្ជាយនេះយើងយកមកកូរនៅក្នុងឆ្នាំងឲ្យឈ្ងុយល្អមកបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ប្រហុកចូលចំពោះប្រហុកក៏ដូចជាគ្រឿងយើងធ្វើការកូរឲ្យឈ្ងុយល្អចូលគ្នាសិនណាបងប្អូនបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់ត្រីក៏ដូចជាសាច់ជ្រូកចូលកូរត្រីក៏ដូចជាសាច់ជ្រូកឲ្យសព្វល្អជាមួយនឹងគ្រឿងរបស់យើងដែលកូរឲ្យឈ្ងុយមុនហ្នឹងរួចរាល់ហើយចាប់ផ្ដើមយើងយកអង្ករលីងបងប្អូនអង្ករលីងកិនខ្លួនឯងក៏បានយើងទិញគេក៏បានចំពោះនេះខ្ញុំអត់បានកិនខ្លួនឯងទេបងប្អូនយើងទិញគេយ៉ាងហើយធ្វើការកូរសាច់ត្រីក៏ដូចជាសាច់ជ្រូកឲ្យចូលសព្វជាមួយនឹងអង្ករលីងរួចរាល់ហើយចាប់ផ្ដើមដាក់បន្លែស្លកកូររបស់យើងចូលទៅបន្តមកទៀតនេះខ្ញុំដាក់អង្ករលីងបន្ថែមទៀតយើងដាក់បន្លែក៏ដូចជាអង្ករលីងហ្នឹងកូរឲ្យសព្វល្អឲ្យចូលគ្រឿងរបស់យើងឲ្យសព្វល្អមកបន្តមកទៀតខ្ញុំចាប់ផ្ដើមចាក់ទឹកដែលយើងរំងាស់ជាមួយនឹងបន្លែសម្លកកូរក៏ដូចជាគ្រឿងរបស់យើងហ្នឹងបន្ទាប់ពីនេះខ្ញុំចាក់ទឹកហើយខ្ញុំកូរបន្លែក៏ដូចជាគ្រឿងរបស់យើងឲ្យសព្វល្អហើយបន្តមកទៀតយើងបិទគោរពឆ្នាំងយើងរំងាស់បន្លែនឹងបន្ទាប់ពីរំងាស់បន្លែហើយចាប់ផ្ដើមដាក់គ្រឿងចូលអំបិលស្ករប៊ីចេងហើយនិងរ៉ូឌី
បន្ទាប់ពីបន្លែនេះខ្ញុំបានឆ្អិនល្អហើយនេះខ្ញុំចាប់ដើមដាក់អង្ករលីងបន្ថែមចំពោះអង្ករលីងបងប្អូនអាចដាក់តាមចំណុចចិត្តបងប្អូនបើសិនជាបងប្អូនចូលចិត្តរាងបងប្អូនដាក់តាមមួយកញ្ចប់បានហើយបើសិនជាបងប្អូនចូលចិត្តរាងខាប់បន្តិចបងប្អូនដាក់2កញ្ចប់ដូចនាងខ្ញុំខាប់ល្អសម្លរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយនេះខ្ញុំចាប់ផ្ដើមដាក់បន្លែខៀវរបស់យើងចំពោះបន្លែខៀវបងប្អូនអាចដាក់តាមចំណុចចិត្តបងប្អូនដែរចំពោះនេះខ្ញុំបន្ថែមទៅអង្ករលីងទៀតចំពោះបន្លែបងប្អូនដាក់តែមួយផ្លេតបានហើយខ្លាចរលួយអត់សូវឆ្ងាញ់វីដេអូនេះខ្ញុំបានបញ្ចប់តែប៉ុណ្នេះសម្លកកូរអរគុណបងប្អូនដែលតាមដានវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បងប្អូនកុំភ្លេចជួយ like ក៏ដូចជា share ដើម្បីទទួលបានវីដេអូថ្មីនេះខ្ញុំបង្ហាញជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា